Đệt mà lì nà đua sân lópក្រោយពីលោកឌួងឆៃបានយកកូនឡើងលើឡានរបស់គាត់បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម Facebook យើងថ្មីគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោកអុកញ៉ាឌួងឆៃនិងអតីតភរិយារបស់គាត់គឺអ្នកនាងដេតម៉ាលីណាដែលបានមានចំនួនជាមួយនឹងគ្នាតាំងពីមុនមកដល់បច្ចុប្បន្ននេះគឺមិនទាន់បានចប់ស្របគ្រប់នោះទេហើយពេលថ្មីនេះដែរគឺចំនួនរបស់អ្នកទាំងពីរក៏នៅតែបន្តនឹងគ្នាទៅវិញទៅមកហាក់បីដូចជាមិនទាន់ចប់នោះទេហើយការបន្តចំនួននេះដែរគឺតែងតែកត់សម្គាល់ឃើញពីការទៀមទាយកកូនឬក៏ធ្វើជាអាណាព្យាបាលរៀងខ្លួនជាក់ស្ដែងដោយការពីមុនយើងធ្លាប់ឃើញហើយថាលោកឌួងឆៃនិងអ្នកនាងដេតម៉ាលីណាក៏ធ្លាប់បានប៉ះទង្គិចគ្នាដោយសារតែកូនរបស់គាត់ផងដែរដោយលោកឌួងឆៃក៏ចង់បានកូនហើយប្រពន្ធរបស់គាត់ក៏ចង់បានកូនមិនត្រឹមតែប៉ុណ្ណោះទេការប៉ះទង្គិចនេះក៏ប៉ះទង្គិចឡើងជាលើកជាថ្មីដោយនៅក្នុងពេលថ្មីនេះលោកឌួងឆៃបានចេញវីដេអូថាណាត់ជាមួយនឹងអតីតភរិយារបស់គាត់ដើម្បីជួបនិងនិយាយជាមួយកូននៅក្នុងហាងមួយផងដែរហើយតាមការណាត់នោះក៏គេឃើញមានលោកឌួងឆៃនិងអ្នកនាងដេតម៉ាលីណានៅក្នុងការណាត់នោះផងដែរហើយមុននឹងលោកឌួងឆៃមកដល់អ្នកនាងដេតម៉ាលីណាក៏បានបង្ហោះនៅវីដេអូមួយចំនួនផងដែរថាគាត់បានមកតាមសន្យាហើយក៏មិនអោយលោកឌួងឆៃបំវាយហាងទៅហាងផ្សេងទៀតដែរគឺមកតាមការណាត់របស់ហាងរបស់ខ្លួនដែលបានណាត់បន្ទាប់ពីនោះមកលោកឌួងឆៃក៏បានមកដល់ហាងនោះហើយក៏ពិភាក្សានិងនិយាយរៀងកូនមិនត្រឹមតែប៉ុណ្ណោះទេអ្នកទាំងពីរនិយាយយូរទៅក៏មានការតឹងសរសៃកដាក់គ្នារួចក៏លោកឌួងឆៃបានយកកូនស្រីរបស់គាត់ឡើងទៅលើឡានដែលធ្វើឲ្យអ្នកនាងដេតម៉ាលីណាដេញតាមដោយពុំចង់ឲ្យលោកឌួងឆៃយកកូនរបស់គាត់ចេញពីគាត់នោះទេបន្ទាប់ពីការបតែបតបតាមកាមេរ៉ានៃការ live របស់អ្នកនាងដេតម៉ាលីណានោះមកគេឃើញថាអ្នកនាងដេតម៉ាលីណាក៏បានបាត់បង់ស្មារតីហើយក៏សន្លប់នៅលើផ្លូវតែម្ដងហើយលោកឌួងឆៃក៏បានយកកូនស្រីរបស់គាត់ឡើងលើឡានទៅបាត់ផងដែរហើយនៅក្នុងពេលនោះដែរយើងពុំទាន់ដឹងថាវាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដនោះទេដោយសារតែយើងអត់ទាន់បានមានការបកស្រាយចេញពីលោកឌួងឆៃប៉ុន្តែតាមវីដេអូដែលយើងឃើញគឺអ្នកនាងដេតម៉ាលីណាដោយសារតែភ័យពេកទើបរហូតធ្វើឲ្យខ្លួនបានដួលសន្លប់នៅលើផ្លូវតែម្ដងបន្ទាប់ពីការដួលសន្លប់នោះមកក៏មានបងប្អូនដែលនៅជិតនោះជាពិសេសបងប្អូនរបស់អ្នកនាងដេតម៉ាលីណាក៏បានជួយសម្រួលនិងជួយសង្គ្រោះបឋមទៅដល់អ្នកនាងផងដែរនៅពេលនោះដែរគឺអ្នកនាងពុំមានអ្វីកើតឡើងនោះទេតែចាំមើលយើងមានតែចាំមើលទៀតទេថាតើរវាងអ្នកទាំងពីរតើអ្នកណាជាអ្នកខុសហើយអ្នកណាជាអ្នកត្រូវព្រោះតែចិត្តស្រឡាញ់កូនទាំងពីរជាប់សាច់ឈាមទាំងសងខាងទើបជាហេតុមួយធ្វើឲ្យការមានប៉ះទង្គិចគ្នារវាងក្នុងគ្រួសារដោយសារតែកូនជាទីស្រឡាញ់របស់អ្នកទាំងពីរចាំមើលថាតើរឿងរ៉ាវរបស់អ្នកទាំងពីរនឹងអាចតឹងទៅជាយ៉ាងណាបន្ទាប់ពីមានហេតុការណ៍ដែលកើតឡើងចំពោះអ្នកនាងដេតម៉ាលីណានិងលោកឌួងឆៃទាំងពីរបែបនេះដូចនេះខ្ញុំបាទក៏សូមអរគុណសូមជម្រាបលា